បាទសួស្តីបងប្អូនបាទចឹងថ្ងៃនេះខ្ញុំនឹងចែកម្លែកតាក់ទងទៅនឹងថាតើធនាគារពាណិជ្ជនិងធនាគារឯកទេសវាមានលក្ខណៈខុសគ្នាដូចម្ដេចបាទអញ្ចឹងទី1ធនាគារពាណិជ្ជគឺជាធនាគារដែលមានអាជីវកម្មប្រកបអាជីវកម្មហ្នឹងគឺច្រើនប្រភេទបាទមានដូចជាការផ្ដល់អនុទានសេវាទទួលប្រាក់បញ្ញើសន្សំសេវាផ្ទេរប្រាក់សេវា ATM សេវាធនាគារចល័តបាទហើយនឹងសេវាផ្សេងទៀតដែលគាត់ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាបាទហើយចំណែកធនាគារឯកទេសវិញគឺជាធនាគារដែលប្រកបអាជីវកម្មតែមួយប្រភេទបាទឧទាហរណ៍ថាគាត់មានឯកទេសខាងផ្ដល់កម្ចីបាទឬក៏គាត់មានឯកទេសខាងផ្ដល់នៅសេវារំលោះបាទអញ្ចឹងនេះជាភាពខុសគ្នារវាងធនាគារពាណិជ្ជនិងធនាគារឯកទេស